ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពនៃការបោះទៀននៅតាមវត្តអារាមដែលគេតែងតែនិយមធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំខ្មែរការចែកទៀននេះគឺជាការចូលរួមរបស់សប្បុរសជនដែលបានចាប់មាគ្គចាប់ផលជាសទ្ធាជ្រះថ្លាដើម្បីចូលរួមក្នុងចំណែកក្នុងការអភិរក្សនិងថែរក្សាប្រពៃណីទំនៀមទម្លាប់នៃការចែកទានដោយការបែងចែកមានរង្វាន់ជាច្រើនមានកង់មានសារ៉ុងមានទឹកក្រូចមានចិញ្ចៀនមានខ្សែកទៅតាមលទ្ធភាពដែលសប្បុរសជនបានជួយឧបត្ថម្ភនៅក្នុងវត្តអារាមដែលពួកគេតែងតែនិយមធ្វើនិងលើកទឹកចិត្តដល់អ្នកចូលរួមយ៉ាងសប្បាយរីករាយផងដែរបាទអញ្ចឹងសកម្មភាពនេះជាសកម្មភាពមួយសរឲ្យឃើញថាការចូលរួមនិងការសាមគ្គីដែលធ្វើឲ្យបុណ្យប្រពៃណីជាតិខ្មែរយើងពិធីបុណ្យចូលឆ្នាំនេះកាន់តែមានភាពអធិកអធមនិងសប្បាយរីករាយយ៉ាងកៃលែងផងដែរបាទសូមអរគុណ